ថ្ងៃនេះខ្ញុំសូមជូននៅព័ត៌មានអន្តរជាតិដែលធ្វើការអាប់ដេតចេញពីប្រទេសថៃហើយថ្ងៃនេះគឺជាថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025ដែលស្ថានភាពចាប់ផ្ដើមឡើងកម្ដៅឡើងវិញហើយដែលភាគីខាងថៃនឹងនៅតែបន្តអះអាងថាពួកគេមិនទាន់បាត់បង់ប្រាសាទតាកបីដែលប្រាសាទនៅប្រទេសថៃគេហៅប្រាសាទតាខ្វាយណាបើទោះបីជាប្រទេសកម្ពុជាយើងដកទ័ពហើយនឹងខាងភាគីថៃនឹងរងការចោទប្រកាន់មកលើកម្ពុជាថារំលោភអនុសញ្ញាអន្តរជាតិផងដែរចាប់តាំងពីមានការផ្ទុះអាវុធនិងមានភាពតានតឹងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃជាពិសេសជុំវិញប្រាសាទបុរាណមួយចំនួននៅក្នុងប្រទេសកម្ពុជាយើងផងដែរជាមួយនឹងចំនួនពាក្យសម្ដីនិងការទាមទារអធិបតេយ្យភាពបានក្លាយទៅជាប្រធានបទដ៏ក្តៅកគុកនៅថ្នាក់ជាតិនិងអន្តរជាតិប្រាសាទតាខ្វាយដែលនៅខ្មែរយើងគេហៅថាប្រាសាទតាកបីណាដែលជាផ្នែកមួយនៃប្រាសាទតាមាន់ដែលជាចំណុចកណ្ដាលនៃវិវាទមួយនេះការឈ្លានពាននិងការទាមទារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយោងតាមសេចក្តីថ្លែងការណ៍និងរបាយការណ៍ជាច្រើនពីភាគីកម្ពុជាបានបង្ហាញថាថៃបានធ្វើសកម្មភាពយោធាឈ្លានពាននិងពង្រីកឥទ្ធិពលលើតំបន់ចំនួនព្រំដែនជាដើមកម្ពុជាបានធ្វើការប្តឹងទៅក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងមេដឹកនាំពិភពលោកអំពីសកម្មភាពយោធាថៃដែលបានប្រើប្រាស់កម្លាំងនិងបណ្ដេញប្រជាពលរដ្ឋខ្មែរចេញពីលំនៅឋានតាមបណ្ដោយព្រំដែនទោះបីជាមានកិច្ចព្រមព្រៀងផ្អាកការឈប់បាញ់គ្នានិងដកកងទ័ពជាពិសេសអាវុធធនធំនៅតំបន់ប្រឈមមុខក្តីក៏ភាពតានតឹងមិនទាន់រលាយបាត់នៅឡើយទេហើយមានការគ្រប់គ្រងតំបន់ប្រាសាទតាខ្វាយដែលគេហៅថាប្រាសាទតាកបីហ្នឹងដែលជាคล้ายជាចំណុចរសើបផងដែរកន្លែងនេះគឺខាងភាគីថៃហ្នឹងមិនយល់ស្របឲ្យប្រទេសកម្ពុជាយើងធ្វើការដាក់ទ័ពទៅលើចំណុចប្រាសាទតាកបីហ្នឹងទេដែលធ្វើឲ្យភាគីថៃមិនយល់ស្របហើយនឹងមិនអស់ចិត្តនៅឡើយទេខាងភាគីថៃមានចំហផ្លូវការដែលរដ្ឋាភិបាលនិងយោធាថៃពួកគេថាមិនទាន់បាត់បង់ប្រាសាទតាកបីនៅឡើយទេចំពោះបញ្ហាប្រាសាទតាកបីនឹងរដ្ឋាភិបាលថៃនៅតែប្រកាន់គោលចំហយ៉ាងមើលមកថាប្រាសាទនេះនៅតែជាកម្មសិទ្ធិរបស់ខាងភាគីថៃហើយមិនទាន់បាត់បង់មកឲ្យប្រទេសកម្ពុជាឡើយបើយោងតាមរដ្ឋមន្ត្រីការពារជាតិឯកឧត្តមសេនីយ៍ឯកណដ្ឋភុនចោទមកលើកម្ពុជាថារំលោភអនុសញ្ញាលោកណដ្ឋភុនបានបន្តទៀតថាប្រទេសកម្ពុជាយើងមានកងទ័ពចូលនៅតំបន់នោះពិតមែនប៉ុន្តែលោកចោទមកលើកម្ពុជាថាជាសកម្មភាពដែលបានរំលោភលើអនុសញ្ញាអន្តរជាតិចំនួន2អនុសញ្ញាទី1នោះគឺអនុសញ្ញាទីក្រុងសឺណែវចំពោះការប្រើប្រាស់ទីតាំងបុរាណមានកន្លែងប្រាសាទនានាជាមូលដ្ឋានកងទ័ពគឺចោទមកលើកម្ពុជាថាជាការរំលោភបំពានហើយចំពោះអនុសញ្ញាទី2ហ្នឹងអនុសញ្ញាទីក្រុងអូតាវ៉ាវចំពោះការដាក់មីនសម្លាប់មនុស្សជុំវិញប្រាសាទលោកបានបដិសេធយ៉ាងដាច់អហង្ការថានឹងមិនប្រើប្រាស់ឆ្លើយសឹកទាំង18នាក់ដែលថៃចាប់បានទៅចរចានឹងដូរជាបញ្ហានៅឡើយទេអញ្ចឹងមានន័យថាពួកគេនឹងមិនប្រើជាឆ្លើយសឹក18នាក់ដើម្បីធ្វើការចរចាថានឹងបកគលប្រាសាទអីចឹងទៅនេះបើតាមឧត្តមសេនីយ៍ឯកណដ្ឋភុនជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរអ្នកនាំពាក្យកងទ័ពជើងគោកឧត្តមសេនីយ៍ត្រីវិនថៃសូវ៉ារីបានអះអាងថាគ្រាន់តែកាន់កាប់តួប្រាសាទលោកវិនថៃបានបន្ថែមទៀតថាថៃនៅមិនទាន់បាត់បង់ប្រាសាទតាក្របីនៅឡើយទេក្រោយពីការប៉ះទង្គិចគ្នាកងទ័ពថៃមិនបានចូលទៅគ្រប់គ្រងឬប្រើប្រាស់រួមគ្នាដូចពេលមុនប៉ុន្តែយោងតាមកិច្ចព្រមព្រៀងឈប់បាញ់បានបញ្ជាក់ថាអ្នកដែលកាន់កាប់ទីតាំងមួយត្រូវស្ថិតនៅទីនោះសិនលោកបានបន្តអះអាងថាកងទ័ពកម្ពុជាកាន់កាប់តែតំបន់ខ្លួនប្រាសាទប៉ុណ្ណោះរីឯតំបន់ជុំវិញមូលដ្ឋានមានទាហានថៃត្រៀមលក្ខណៈត្រួតត្រាជុំវិញនោះផងដែរហើយបើតាមការទាមទាររបស់ខាងភាគីថៃគឺការទាមទារមកវិញដោយប្រើយន្តការ LiDAR អញ្ចឹង LiDAR គឺជា map មួយដែលអាចគូសវាសនៅទីតាំងប្រាសាទក៏ដូចជាព្រំដែនផងដែរទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពជើងគោកឧត្តមសេនីយ៍ឯកប៊ុនស៊ីន
ផាខ្លាំងបានថ្លែងថាប្រាសាទតាក្របីនឹងគឺជារបស់ថៃហើយត្រូវតែទៀមទាយកមកវិញអានេះខ្ញុំសូមតែអាប់ដេតអាកន្លែងហ្នឹងទៅជាវគ្គមួយទៀតដែលលោកផាត់ខ្លាំងហ្នឹងបានធ្វើសេចក្តីថ្លែងការណ៍នៅកិច្ចប្រជុំមួយនៅឯសាលាមួយកន្លែងណាហើយមួយទៀតយន្តការនៃការដោះស្រាយហ្នឹងខាងថៃអត់យល់ព្រមទេថៃនឹងយកអាបច្ចេកវិទ្យាឡៃដាហ្នឹងគឺវាស់វែងដោយប្រើបច្ចេកវិទ្យាហ្នឹងយកមកប្រើប្រាស់ជាផុសតាងក្នុងកិច្ចប្រជុំ JBC ជាគណៈកម្មការព្រំដែនចម្រុះដើម្បីវាស់វែងនិងកំណត់ខាងភាគីថៃអះអាងថាបើសិនបើគ្មានការវាស់វែងច្បាស់លាស់នោះទេគឺមានន័យថាថៃហ្នឹងគឺមិនទាន់បាត់បង់ប្រាសាទនៅឡើយទេបាទហើយនេះគឺជាព័ត៌មានដែលខ្ញុំអាប់ដេតនៅថ្ងៃនេះផងដែរដែលខាងថៃហ្នឹងគឺអត់ទាន់យល់ព្រមហើយពួកគេអះអាងថាពួកគេមិនទាន់បាត់បង់ប្រាសាទនៅឡើយទេបើទោះបីជាប្រទេសកម្ពុជាយើងដកទ័ពឬក៏នៅជុំវិញប្រាសាទនឹងក៏ដោយហើយមួយវិញទៀតគឺចោទប្រកាន់ទៅលើប្រទេសកម្ពុជាថារំលោភអនុសញ្ញាអន្តរជាតិរួមមានទាំងប្រទេសកម្ពុជាយើងឆោនៅលើប្រាសាទនឹងទាំងមូលផងដែរហើយទី2ហ្នឹងគឺការដាក់មីនអញ្ចឹងខាងភាគីថៃគឺកាន់តែក្តៅឲ្យពេលនេះដោយសារតែមនុស្ស2នាក់បានម្សិលមិញហ្នឹងទៅសិក្ខាសាលាមួយហើយពួកគាត់និយាយថាពួកគាត់នឹងធ្វើការដាច់អហង្ការថាយកប្រាសាទនឹងមកវិញដោយប្រើវិធីសាស្ត្រ2អញ្ចឹងយើងមានតែរងចាំនៅការអាប់ដេតនៅពេលក្រោយទេខ្ញុំនឹងធ្វើការអាប់ដេតមួយទៀតតទៅនឹងផាត់ខ្លាំងមួយទៀតបាទហើយបើសិនជាមានការខុសទាស់ឬក៏មានបញ្ហាក្តៅនឹងកើតឡើងខ្ញុំនឹងធ្វើការអាប់ដេតបន្តទៀតបាទអញ្ចឹងពីខ្ញុំបាទវិសាលបាទសូមគោរពលាទៅតាមហ្នឹងហើយតទៅនឹងព័ត៌មានបញ្ហាព្រំដែននៅក្រៅគុកកើតឡើងពីម្សិលមិញនឹងថ្ងៃនេះផងដែរបាទអរគុណ